ចាជំរាបសួរបងប្អូនទាំងអស់គ្នាបងប្អូនដែលគាត់ចង់មកដល់ទីតាំងសិមុំផ្ទាល់អីបងប្អូនអាចអញ្ជើញមកដល់ទីតាំងផ្ទាល់បានគឺសិមុំលក់នៅផ្សារឧដុមណាបងប្អូនណាចាទីតាំងយើងគឺបើកលក់ពីម៉ោង6ព្រឹករហូតដល់ម៉ោង11យប់ណោះចាអញ្ចឹងសម្រាប់អ្នកដែលគាត់ត្រូវការអីវ៉ាន់សម្ភារៈប្រើប្រាស់បងប្អូនអាចធ្វើការកំងក៏បានមកដល់ទីតាំងផ្ទាល់ក៏បានចានេះគឺជាសកម្មភាពដែលសិមុំហេវ៉ាន់ជួនអតិថិជនណាបងប្អូនចាភ្ញៀវយើងកំងអញ្ចឹងបងប្អូនដែលគាត់អត់មានពេលមកគឺសិមុំអាចផ្ញើជូនបងប្អូនបានគ្រប់កន្លែងតែម្ដងគឺសេវាយើងគឺរហ័សទាន់ចិត្តមែនតែនចាហើយបើសិនជាបងប្អូនចង់មកដល់ទីតាំងផ្ទាល់ក៏បានចាបើអត់មានពេលមកគឺយើងផ្ញើជូនគ្រប់ទីកន្លែងតែម្ដងងាយស្រួលណាស់អ្នកនៅពេញឲ្យលុយតាមអ្នកដឹកតែបងប្អូននៅតាមខេត្តគឺយើងតម្រូវឲ្យបងប្អូនវេលុយមកមុនណាបងប្អូនណាចាអធិស្ឋានដោយសារយើងអត់មានសេវាយកលុយនៅតាមខេត្តទេបងប្អូនគឺតម្រូវឲ្យបងប្អូនវេលុយមកមុនទៅសិមុំហេវ៉ាន់ចេញជូនអញ្ចឹងណាអញ្ចឹងបងប្អូនដែលគាត់ធ្វើការកុំភ្លេចឲ្យធ្វើការកំងបានកង្ហាយើងនេះបើសិនបងប្អូនយកទៅប្រើគឺមួយត្រឹមតែ$9ទេដកកធំខ្ពស់ហើយបើបងប្អូនត្រូវការអត់ទូតែ$8ទេចាគឺតម្លៃវិញគឺធូរថ្លៃខ្លាំងមែនទែនបើសិនជាបងប្អូនត្រូវការគឺអាចធ្វើការកំងបានណាហើយគុណភាពវិញគឺបងប្អូនទទួលយកបាននៃគុណភាពល្អរបស់វៀតណាមពិតមែនប៉ុន្តែសេរីល្អរបស់គេណាបងប្អូនចាសេរីល្អអញ្ចឹងបងប្អូនងាយស្រួលក្នុងការប្រើប្រាស់តែម្ដងខ្យល់ឆ្ងាត់ត្រជាក់ស្រួលផើអត់លន់អត់ក្តៅទេបងប្អូនស្រួលផើខ្លាំងមែនទែនអញ្ចឹងសម្រាប់អ្នកដែលគាត់ត្រូវការអីកុំភ្លេចអាចធ្វើការកំងបានឲ្យបងប្អូនដែលគាត់យកទៅលក់បន្តនោះអីគឺយើងអត់មានប្រវាក់ដំឡើងទេបងប្អូនស្រួលរៀបទេណាដាក់តាកញ្ឆែងហើយចូលពីក្រោយមកបងប្អូនអត់វាក់ដំឡើងទេហើយបងប្អូនកុំខ្លាចថាអូយពិបាកខ្លាចអត់ចេះរៀបអត់អីបើសិនបងប្អូនខ្ញុំផ្ញើទៅទាំងមូលអញ្ចឹងគឺវាពិបាកក្នុងការផ្ញើឲ្យបងប្អូនដោយសារវាធំណាអញ្ចឹងអ្នកដឹកគេពិបាកដឹកខ្លាច់បាក់ខ្លាច់បែកអញ្ចឹងទៅគឺយើងយកឲ្យបងប្អូនរៀបខ្លួនឯងអញ្ចឹងបងប្អូនរៀបខ្លួនឯងទៅអត់ពិបាករៀបទេមើលតែសិមុំរៀបនឹងទៅចាអត់ពិបាករៀបសោះឡើយណារៀបមើលតាមនឹងមួយទៅអត់បាក់រៀបទេអញ្ចឹងបងប្អូនត្រូវការបោះដុំយកទៅប្រើអីគឺអាចកំងបានណាបងប្អូនចាតម្លៃសមរម្យខ្លាំងមែនតែនហើយគុណភាពល្អចាអញ្ចឹងអ្នកដែលគាត់ត្រូវការអាចធ្វើការកំងបានណារៀបតាមផ្លែតគឺហើយឯបងប្អូនណាអត់យូរទេតែរៀបតាមផ្លែតគឺដំឡើងហើយតែម្ដងគឺងាយស្រួលមែនតែនក្នុងការដំឡើងណាបងប្អូនអត់យូរទេបងប្អូនមើលតាមវីដេអូហ្នឹងគឺលឿនទេអត់យូរទេណាស្រួលផើខ្លាំងមែនតែនអ្នកដែលគាត់ត្រូវការកុំភ្លេចអាចធ្វើការកំងបានតម្លៃធូរថ្លៃសមរម្យខ្លាំងមែនតែនណចា